ចំណាយត្រឹមតែ 1000 រៀលអ្នកទាំងអស់គ្នានឹងបានចូលមកទស្សនានៅក្នុងព្រះបរមរាជវាំងដ៏ស្រស់ស្អាតនិងអស្ចារ្យមួយនេះនេះឥឡូវខ្ញុំនៅមុខវាំងសិនតែម៉ោង 2 មែនទីទៀតខ្ញុំចូលទៅលេងក្នុងវាំង2:53ឥឡូវថតចាំសិនទីទៀតចូលទៅទស្សនានៅក្នុងវាំងមួយខ្ញុំទាំងអស់គ្នាអូខេខ្ញុំបានចូលក្នុងវាំងហើយអ្នកទាំងអស់គ្នាតែខ្ញុំភ្លេចថតនៅកន្លងពេលដែលខ្ញុំទិញសម្បត្តិឲ្យអ្នកទាំងអស់គ្នាមើលតែមិនអីណាឥឡូវមកមើលជាមួយនឹងបរិយាកាសនៅជ្រកដើរទៅវាំងទាំងអស់គ្នាផ្លូវចូលក្នុងវាំងទាំងអស់គ្នាទៅស្អាតប្រោយឡើងហ្វ្រេសដល់ស្វាយធំណាស់នេះបានដើរចូលមកដល់ក្នុងវាំងទាំងអស់គ្នាគឺបរិយាកាសនៅក្នុងនោះគឺពិតជា amazing មែនតើគឺប្លែកភ្នែកហ្មងទាំងអស់គ្នាស្អាតសាហាវហ្មងគឺថាស្អាតហ្មងជាឡានទី1ដែលពួកខ្ញុំត្រូវចូលទៅទស្សនាតែពួកខ្ញុំអត់បានថតទេពួកអីកន្លែងហ្នឹងគឺហាមឃាត់អត់ឲ្យថតទេពួកខ្ញុំចូលទស្សនាហើយឡើងខ្ញុំមកឈរមើលរីលិចមើលទេសភាពនៅជុំវិញវាំងហ្នឹងថាពួកយើងអាចទៅ explore មើលកន្លែងណាបន្តទៀត Good morning ពីខ្ញុំឈរមើលទេសភាពនៅបរិវេណនៅក្នុងវាំងដូចហើយឥឡូវឲ្យមកដើរតាមកាយម្ដងដែលមិត្តភក្តិខ្ញុំនឹងគាត់ផ្លេចថាគាត់មកនឹងបានម្ដង2ដងហើយអញ្ចឹងឥឡូវខ្ញុំដើរតាមគាត់ឲ្យគាត់នាំខ្ញុំទៅ explore ដើរទៅមើលនៅកន្លែងមួយទៀតនៅក្នុងវាំងដូចគ្នាមើលកន្លែងណាទៀតចុះចូលមើលកន្លែងណាទៀត friend មើលយើងដើរទៅនៅបន្តទៀតមិញយើងចូលនៅកន្លែងគេកន្លែងស្នាច់កន្លែងតស្នាច់ឥឡូវយើងបន្តដំណើរទៅកន្លែងមួយទៀតហៅគេដឹងដែរកាយខ្ញុំមកចាអត់ស្គាល់ដែរនិយាយទៅអត់គាត់ផ្លិចអញ្ចឹងទៅចាដើរស្វែងរុករកខ្លួនឯងបណ្ដោយហើយដើរមកដល់ចំកន្លែងផែនទីបណ្ដោយជើងមើលផ្លែតហើយយើងដើរទៅមើលកន្លែងបន្ទាប់ទៀតដែលយើងចង់ទៅមើលគួររាប់ឯងកន្លែងនេះដូចវត្តណ៎តាមនេះដូចចម្លាក់ហើយគេឲ្យថតហើយប្រវត្តិនេះមិនគេនោះមិនទេបាត់ស្គាល់អញភ្លេចបាត់ទេមិនដំបងអីមិនអីមិនសាច់ក្រូតសាច់អីព្រះអីហ្នឹងណាស់ទៀតមើលរូបចម្លាក់វែងដែរហ្នឹងនេះដើរមើលរូបគំនូរហើយមកដល់កន្លែងនេះគឺខ្ញុំ surprise មែនតើប្រាសាទអង្គរវត្តនៅក្នុងព្រះបរមរាជវាំងយើងហើយខ្ញុំពិតជា
giờ tới ắt expect mong tham miền nên nặng hay môn nông màu ấy nhóm có nhóm ở chạy mua data giờ màไปบ้านคนอย่างไรคือจ้องแต่ลึกแต่แต่มองว่าไอ้สะอาดแม่นแต่นแต่ออกគ្នាบ้านดาวมาមួយចិត្តគឺតែស្អាតតែអស់គ្នាហើយនៅជុំវិញនឹងមានចំត្រីទៀតគឺថាបានឃើញហើយគឺស្ងប់ស្ងាត់អស្ចារ្យមែនតើ1413បាត់ប្រសាងកោវត្តកាបៃឆែកតែកណ្ដាលទី1នៃសតវត្សទី10នេះដល់កន្លែងនេះមួយទៀតឆ្លងពីដើមពីឡើងនេះឡើងនេះទៅហុកចម្លាក់ឡើងនេះនេះអស់លេងឃើញអត់ពាក់កណ្ដាលnó đã bắt poពាក់កណ្ដាលបាត់ហ្នឹងដឹងមិនគំនូហើយដើរមកដល់មុខនេះបន្តិចខ្ញុំមានឃើញជាមួយនឹងហុកចម្លាក់អប្សរានិងភ្លេងបុរាណភ្លេងពិណពាទ្យហើយមានស្គរមានអីចឹងណាស់ទាំងអស់គ្នាខ្ញុំឃើញហើយខ្ញុំចង់ប៉ះចង់លេងហ្មងតែអត់ទៅហ៊ានស្អាតដែរចង់លេងភ្លេងនេះកន្លែងរូបបីអត់បានថតយ៉ាងហ្មងតោះចេះហើយនិយាយមកបើយើងស្អាតអត់ឥឡូវមកដល់ឡើងណានោះហ្វ្រេននេះថតឡើងញ៉ាំឥឡូវមានដើរ explore ជុំវិញនឹងមើលព្រៃព្រឹក្សាអញ្ចឹងហើយអ្នកនរគ្នាខ្ញុំមកដល់ឥឡូវនេះគឺរីករាយសាហាវមានអារម្មណ៍ថានៅនេះត្រជាក់ហើយខ្យល់បក់មានដើមឈើមានអីច្រើនអញ្ចឹងត្រជាក់អញ្ចឹងតែអស់គ្នាហើយពួកខ្ញុំអង្គុយលេងនៅនឹងវាឆោថតរូបអីបានមកស្ទុះដែរនៅនឹងវារៀងប្រែឥឡូវទៀតយើងទៅចូលទៅឡៃមួយទៀតឥឡូវសុំថតលេងសិនតា Let's go ហើយឆេឆេភ័យត្រជាក់តែចុំអូមិននេះទឹកមុននេះតែភ័យខ្ញុំចង់ចាស់មកទៀតឲ្យវាឆ្លះត្រាជ្រះថ្លាកុំឲ្យគេបោកឲ្យលុយហូរចូលឲ្យវារបៀបអត់អីឲ្យតែផ្លូវចិត្តរឹងមកមកនិយាយទៅតានេះឡើយនេះដោះមែនអូខែផ្នែកនេះអូចូលផ្នែកគេได้ថតអូយទុនជើងឲ្យមកថែមនៅនឹងឡើយនេះនឹងទុនជើងនេះហើយចាក់ទឹកមុនមិញហ្នឹងកាឲ្យផ្នែកឥឡូវទៅណាទៀតទៅខាងទៀតខ្ញុំតតណាទៅខាងនោះតែឥឡូវខ្ញុំទុនជើងហើយmy friend ភាពម៉ែណាក៏បងណា
គេលេងភ្លេងពិនពាទ្យបានស្ដាប់ឡៃគេណាផែនទីប្រទេសកម្ពុជាតាមនេះឆ្នាំ1960 ចូលបានណា ទាញអូគេចាក់សោយនឹងការទេតែនេះថាប់ចូលអត់ អត់ញឹម ប្រនេះចេណានោះស្តៀងណោះ មើលពីចង្ងាយស្តៀងប្រនេះចេណាស្តៀងមែនតាស្តៀងប្រនេះចេណាសាហាវតែនេះដឹងគេហាក់អីហ៎អីគេកន្លែងនេះរូបចម្លាក់កន្លែងនេះទៀតមានអីគេស្អីនេះហេមកគេស្អីអូនេះមកបបទុំឯហ្នឹងស្អី friend នេះខ្ញុំស្មានខ្ញុំដើរកាត់តែស្មានតាគេហាមអត់ឲ្យចូលតាអ្នកទាំងអស់គ្នាដល់ពេលដើរមករៀងមុខទៀតឃើញអត់គាត់អត់ឃើញពួកបងចូលហាចូលបន្ទាប់ពីគាត់ចឹងទៅបានចូលដល់នេះសំណាងដែរពួកខ្ញុំបានយល់ដឹងបន្ថែមទៀតអ៊ុយទៅចាព្រះសលឿងប្រើសម្រាប់ដង្ហែដាច់មៀកជាងច្រត់ព្រះនគរចប់ព្រះនគរ នឹងគេឲ្យខក កន្លែងនេះធ្វើនេះដំរីប្រាក់សំលុយគឺចង់តែងយ៉ាងហ្នឹងកូនជុកតែមកចាដៃពួកគាត់ចូលមិននិយាយបន្ទប់ទឹកទៀមទាអគ្រីបដំណើរក៏ទៀមទាអគ្រីបពេលចំណោះពពតប្រតិបត្តិការសឹកក្អមហាមប៉ះដើរមកដល់យើងយកទឹកសិត